ថប្រយោជន៍របស់ផ្សិតកជីកដោសម្រាប់រាងកាយគឺជួយបានច្រើននៅតាំងពីសួតប្រព័ន្ធលាយអាហារប្រព័ន្ធការពាររាងកាយស្បែកអ្នកដែលទល់លាមកអីហ្នឹងអាចធ្វើញ៉ាំបានថ្ងៃនេះគឺខ្ញុំបង្ហាញពីវិធីធ្វើគឺខ្ញុំទិញពធាក្រហមមានគ្រាប់ឈីហើយនឹងផ្សិតកជីកដោហ្នឹងពណ៌សហ្នឹងបងប្អូនយកមកត្រាំទឹកទុកប្រហែលជា30នាទីអីចាំយើងយកទៅលាងសម្អាតទឹកសិនណាហើយមុននឹងយើងយកទៅលាងគឺយើងត្រូវត្រាំទឹកឲ្យរីកសិនផ្សិតហ្នឹងពេលយើងត្រាំរីកទៅគឺធំអញ្ចឹងបងប្អូនសម្រាប់ការលាងសម្អាតហ្នឹងគឺយើងលាង 4-5 ទឹកបងប្អូនលាងទាំងផ្សិតទាំងពុទ្រាគ្រីមដែលយើងត្រាំហ្នឹងយើងលាងសម្អាតឲ្យស្អាតសិនមកហើយផ្សិតយើងលាងថ្នមប្រយ័ត្នដាច់សរសៃហ្នឹងណាហើយសម្រាប់គ្រាប់ឈាក៏ខ្ញុំលាងដែរគឺយើងលាងសម្អាតព្រោះនៅខាងក្រោមអាចមានដីអញ្ចឹងណាបន្ទាប់ពីខ្ញុំលាងផ្សិតហើយគឺខ្ញុំយកកន្ត្រៃមកកាត់ហើយទៅយើងយកកន្ត្រៃមកកាត់សរសៃផ្សិតហ្នឹងបងប្អូនហើយយើងដាំទឹកកន្លះឆ្នាំងមកឲ្យពុះហើយចាំយើងដាក់ផ្សិតដែលយើងលាងសម្អាតស្អាតហ្នឹងដាក់ចូលផ្សិតកជីកដោពណ៌សហ្នឹងយើងដាក់ងាស់ឲ្យរៀងឆ្អិនតិចសិនមកចាំយើងដាក់ពុទ្រាគ្រីមហើយពុទ្រាគ្រីមយើងដាក់ចូលហើយយើងងាស់ទៀតបន្ទាប់ពីខ្ញុំបង្ងាស់ផ្សិតយើងឆ្អិនគឺខ្ញុំដាក់ស្ករសចូលមួយខាំអំបិលមួយចុងស្ពាបាយហើយនឹងដាក់គ្រាប់ឈាចូលហើយយើងកូររមាស់ឲ្យឆ្អិនឲ្យពុះមកគឺយើងអាចយកមកញ៉ាំបានហើយយើងអាចយកទៅក្លាសេទុកក្នុងទូទឹកកកគឺយើងទុកបានញ៉ាំបានយូរបងប្អូន